រឿងបញ្ញាឯកកល្យារស្មីមកអង្គុយលេងសិនមកហើយតែណាម៉ាណាដែរនឹងរស្មីទាំងព្រលឹមអល់តែម្ដងនេះកល្យានឯងពិតជាអត់ដឹងរឿងអីមែនទេមានរឿងអីឯងលោលេងនឹងគ្នាភ័យខ្លាំងណាស់ណាប្រកាសហើយមែនទេថាឯងពិតជាអត់បានដឹងរឿងអីតតែសោះនោះឲ្យគ្នាដឹងយ៉ាងម៉េចទៅបើឯងមិនព្រមនិយាយអីតតែសោះហ្នឹងចុះឯងមានដឹងថាបងឧត្តមគាត់ទៅណាទេបងឧត្តមនៅមន្ទីរពេទ្យតាគាត់មានទៅណាល្ងាចមិញគ្នាទៅអើតមើលគាត់ចិត្តផ្លែឈើឲ្យគាត់យប់ជ្រៅទៅគ្នាត្រឡប់មកផ្ទះវិញគាត់ឥឡូវជាសះស្បើយច្រើនជាងមុនហើយឯងកុំបារម្ភអីកល្យាននេះឯងនិយាយលេងឬក៏និយាយមែននឹងមានរឿងអីរស្មីមិនក៏ឯងនិយាយដូចជាមិនដឹងអីអញ្ចឹងសំទោសគ្នាលើកទូរស័ព្ទសិនអាឡូជំរាបសួរបានបងខ្ញុំសំណាងអូលោកសំណាងទេនេះខ្ញុំកំពុងទៅនៅផ្ទះកល្យានចង់ជួបកល្យានណាចាំមកផ្លែតណាកល្យាននិយាយជាមួយលោកសំណាងតិចទៅអាឡូជំរាបសួរលោកសំណាងបាទជំរាបសួរនេះលោកសំណាងទៅដល់មន្ទីរពេទ្យហើយហ៎បាទខ្ញុំទៅដល់មន្ទីរពេទ្យហើយអញ្ចឹងលោកសំណាងបានជួបបងឧត្តមហើយហ៎ឲ្យខ្ញុំសុំជួបបងឧត្តមបន្តិចមកឈប់សិនអ្នកបងកល្យានឲ្យខ្ញុំសុំនិយាយសិនកុំអាននិយាយកាត់ខ្ញុំឥឡូវនេះខ្ញុំបានមកដល់មន្ទីរពេទ្យហើយប៉ុន្តែនៅក្នុងមន្ទីរពេទ្យគេកំពុងតែជ្រួលច្បល់ដោយបាត់ឧត្តមមិនដឹងថាគេអ្នកណានាំចេញពីមន្ទីរពេទ្យទេមានរឿងដល់ថ្នាក់នឹងផងហ៎ចាខ្ញុំមិនដឹងទេប៉ុណ្ណឹងបានហើយចុះនេះអ្នកបងអត់ដឹងទេហ៎ម៉ាក់មានរឿងអីហ្នឹងឃើញទេរស្មីនេះដែលសារតែរស្មីឯងបើឆ្លៀតពេលខ្លះទៅមើលបងឧត្តមនោះក៏គ្មានរឿងហ្នឹងដែរចុះក្រាញ់ឯងនិយាយថាមានរឿងអីហ្នឹងម៉ាក់ប៉ាកូនបាត់ពីមន្ទីរពេទ្យហើយកាលពីយប់មិញនេះមិនដឹងជាអ្នកណាលួចយកនាំគាត់ចេញពីមន្ទីរពេទ្យទេមានរឿងចឹងផងឯងដូចជាយើងនិយាយគ្នាមិញហ្នឹងអញ្ចឹងបាទរស្មីឯងមិនទៅមើលគាត់ណាសុចិតាຕົកធ្វើស្អីឲ្យវាអង្គុយខាត់កញ្ចក់ដល់ណាទៀតបើវារវល់ដោយកល្យានណៃទៅរៀនទៅសោតណាខ្ញុំមិនថាទេតែវាជាសិស្សរបាំវាធ្វើអីខ្លះកាត់តែពីច្រៀងកាត់តែពីរាំយូរទៅនោះសំបីតែពុកបង្កើតខ្លួនឯងក៏គ្មានពេលទៅមើលផងសំមុខហើយអញ្ចឹងចាស់បងអាដាមស្រឡាញ់កូនពេកកូនសំណប់ចិត្តទេខ្លាចហត់ខ្លាចនឿយឯងចាំបន្ទោសខ្ញុំយ៉ាងម៉េចក៏បានដែរក្នុងពេលនេះដែលសំខាន់យើងត្រូវធ្វើយ៉ាងម៉េចម៉ាក់ចាប់ស្ដីបន្ទោសឲ្យម៉ាក់ស្មីតៃយើងត្រូវរកមធ្យោបាយយ៉ាងណាដើររកប៉ាឲ្យឃើញសិនល្អជាងកូនឯងកុំចេះឆាប់ទៅរៀនតែឆាប់ទៅរៀនបដោះខោឲ្យទៅរៀនតែកល្យានឥឡូវនេះតែយើងត្រូវធ្វើយ៉ាងម៉េចបន្តទៀតមានធ្វើម៉េចប្តឹងមន្ទីរពេទ្យហ្នឹងណាមិនយកចិត្តទុកដាក់មើលអ្នកជំងឺបណ្ដោយឲ្យអ្នកជំងឺហ្នឹងបាត់ពីពេទ្យខ្ញុំគិតថាអាចដោយសារការធ្វើប្រហែសរបស់ពួកគាត់តែខ្ញុំជឿថា
គេគ្មានចេតនាធ្វើអាក្រក់ដាក់ជើងទេព្រោះបងឧត្តមគ្រាន់តែជាអ្នកជំងឺធម្មតាតែប៉ុណ្ណោះមិនមែនជាអ្នកជំងឺសំខាន់សម្រាប់ជាតិឯណា តែបងអាដាមជាមនុស្សសំខាន់សម្រាប់ពួកយើងអញក៏ដឹងដែររឿងអីដែលប៉ែតថ្លៃប្រហែលឲ្យអ្នកជំងឺបាត់ចេញពីមន្ទីរពេទ្យដែលគ្មានមូលហេតុអញ្ចឹងឥឡូវនេះអញគិតយ៉ាងម៉េចខ្ញុំគិតថានេះក៏មកតែពីការធ្វើប្រហែលរបស់យើងដែលជាក្រុមគ្រួសាររបស់គាត់ដោយសារតែពួកយើងមិនបានទៅមើលថែគាត់ទៅវាធ្វើឲ្យមានរឿងរ៉ាវកើតឡើងដល់ថ្នាក់នេះនឹងហើយខ្ញុំចង់និយាយពីរស្មីឯងហ្នឹងមិនដែលទៅសួរសុខទុក្ខបងអាដាមទេគិតតែពីផលប្រយោជន៍ខ្លួនឯងមិនដែលគិតពីប្តីតែបងអាដាមមិនមែនជាប្តីខ្ញុំទៀតទេគាត់គឺជាប្តីរបស់ឯងហេតុអីបានជាឯងឲ្យខ្ញុំមកទទួលខុសត្រូវក្នុងរឿងនេះមិនបាយរ៉ារ៉ាប់ទេអ្នកណាទទួលគេច្រើនជាងគេនោះអ្នកនឹងស្វែងរកគាត់ឲ្យខ្លួនឯងទៅគ្នាខ្ញុំមិនដឹងថាឯងនិយាយបែបនេះសោះបើអញ្ចឹងគ្នាមិនមកពិភាក្សានាំតែខាត់ពេលវេលាទេបានហើយខ្ញុំលាសិនហើយរស្មីនាងគ្មានឱកាសឈ្នះយើងជាដាច់ខាតនាងល្ងងឈប់អញ្ចឹងនិយាយបន្តទៀតចុះតើគេនឹងឈ្មោះអីគេឈ្មោះសុងអាយុប្រហែលដែរគាត់អាយុ35ឆ្នាំអូមានទីលំនៅនៅណាដែរនៅម្ដុំបឹងកេងកងហើយចុះគាត់ប្រកបមុខរបរអ្វីដែរទេគាត់គ្មានមុខរបរច្បាស់លាស់ទេអរគុណដែលបានឆ្លើយនឹងសំណួររបស់ខ្ញុំលោកអធិការអូសូមលោករងចាំមកផ្លែតសិនខ្ញុំទទួលពីបណ្ដឹងរបស់លោក Kennison ទើបខ្ញុំទទួលពីបណ្ដឹងរបស់លោកបានទេបាទអរគុណមិនអីទេសូមគ្រប់ទានអង្គុយចុះឥឡូវខ្ញុំសូមប្តឹងគាត់ពីបទឆោបបោកយកម៉ូតូរបស់ខ្ញុំលោកប៉ូលីសជួយខ្ញុំផងទៅករណីបែបនេះកម្រមានណាស់លោកព្រោះជនរងគ្រោះប្រភេទជាមនុស្សធម្មតាហើយកន្លងមកមិនដែលពាក់ព័ន្ធនៅក្នុងសង្គមឬក៏នយោបាយអីទេនិយាយអញ្ចឹងខ្ញុំភ្លេចសួរលោកស្ថានភាពគ្រួសារគាត់យ៉ាងម៉េចដែរបានក៏ដូចជាទុនភ្លុនជាមួយនឹងប្រពន្ធគាត់ជាធម្មតាទេតែប្រហែលនេះប្រាជាមួយខែគត់នេះគាត់បានបែងចែកទ្រព្យសម្បត្តិខ្លះទៅឲ្យប្រពន្ធនិងកូនដាំរបស់គាត់ត្បិតគាត់មានជំងឺកាន់តែដុនដាបទៅហើយគាត់ទើបតែបានបែងចែកទ្រព្យសម្បត្តិទៅឲ្យប្រពន្ធដាំរបស់គាត់អញ្ចឹងឯងលោកបានបើន័យថាគាត់កំពុងតែរស់នៅជាមួយប្រពន្ធក្រៅទៀតមែនទេឬមួយគាត់មានប្រពន្ធប្រមាណទៀតបាទគាត់មានប្រពន្ធពីរដើមមួយចុងមួយឲ្យជួបប្រពន្ធដើមនៅណាទៅអូបាទគាត់នៅឯភ្នំពេញនេះដែរទេពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិនេះតើគាត់បែងចែកយ៉ាងដូចម្តេចដែរទៅលោកតាមតែខ្ញុំដឹងទ្រព្យសម្បត្តិ
ប្រមាណជាង 60% គាត់បានបែងចែងទៅឲ្យប្រពន្ធនិងកូនដៅរបស់គាត់ព្រោះការពីលើកមុននោះគាត់បានធ្វើខុសធ្ងន់ចំពោះពួកគេណាស់ជាបណ្ដោះអាសន្នខ្ញុំគិតថាអ្វីដែលពាក់ព័ន្ធនឹងរឿងបាត់ខ្លួនរបស់លោកឧត្តមអាចមានរឿងពាក់ព័ន្ធនឹងរឿងមរតកនេះអញ្ចឹងចាំខ្ញុំនឹងសហការីបន្តការតាមដានរឿងនេះបន្តទៀតបាទអញ្ចឹងខ្ញុំអរគុណជំរាបលាបាទសូមអញ្ជើញចុះណាជំរាបលាបាទអញ្ជើញចូលលោកនិយាយបន្តទៀតចុះលោកនាងនោះនៅឯណាហើយនាងនោះឈ្មោះអីទៅនាងដែលបានបោកបងខ្ញុំនោះហើយលោកបាទនាងមានឈ្មោះថាកល្យានមានទីលំនៅនៅផ្ទះលេខ135ផ្លូវលេខ155លោកយីផ្ទះកល្យានតាចូលលោកប្តឹងពីបទអ្វីដែរទៅពីបទផ្សំគំនិតជាមួយបងប្រុសបង្ការរបស់ខ្ញុំបានបោកបញ្ឆោតយកប្លង់ផ្ទះខ្ញុំយកទៅបញ្ចាំហើយមកកុហកថាយកទៅធ្វើជាគំរូសម្រាប់សង់ផ្ទះថ្មីណាលោកយីហេតុអីក៏មានរឿងដូចហ្នឹងមិនបានទេខ្ញុំត្រូវតែឲ្យដំណឹងនេះទៅអ្នកបងរស្មីហើយអាឡូជំរាបសួរអ្នកបងខ្ញុំសំណាងណាស់អ្នកបងមានតែអីដែរលោកសំណាងបានអ្នកបងត្រូវតែអញ្ជើញមកកាន់ការិយាល័យប៉ូលីសជាបន្ទាន់ព្រោះមានការចាំបាច់តាក់ទិនទៅនឹងអ្នកស្រីកល្យានក្រែងលោកបានតម្រុយពីអាដាមខ្លះអញ្ចឹងមិនអីទេចាំខ្ញុំទៅលើហើយបានអញ្ចឹងជំរាបលាហើយណាបងហើយមកដល់ស្រុកភ្លាមទទួលដំណឹងអកុសលភ្លាមឧត្តមមិនមែនជាមនុស្សសំខាន់ឬជាភិរិតជនឯណាហេតុអីក៏នៅសុកក៏បាត់ដំណឹងចេញពីមន្ទីរពេទ្យដោយគ្មានមូលហេតុអីសោះអញ្ចឹងមកវាពិបាកស្មានណាមនុស្សយើងសម័យឥឡូវនេះណាប៉ាវីយើងថាវាមិនសមតែសម្រាប់ជនដែលចាំតែប្រព្រឹត្តអំពើទុច្ចរិតអ្វីក៏វាធ្វើទៅរួចតែទាំងអស់ហ្នឹងឲ្យតែវាបានប្រាក់មកវានិយាយនេះក៏សមហេតុផលមួយយ៉ាងដែរប៉ុន្តែបើជាអំពើចាប់ចម្រិតនេះជាងមួយអាទិត្យហើយណាមិនក៏ពួកវាមិនឲ្យដំណឹងមកយើងកល្យានក៏អញ្ចឹងដឹងថាយើងមកមិនក៏វាមិនមកប្រាប់យើងកូនប្រសាមួយនេះពិតជាអត់បានការមែនម៉ាក់វាតាំងពីអូដាមយកគេម្នាក់នេះមកនៅលើផ្ទាំងឃើញថារិស័យអូដាមធ្លាក់រហូតសុកធ្លាក់ខ្លួនឈឺឥឡូវនេះបាត់ខ្លួនទៀតមិនដឹងជាទៅណាមកណាទេប៉ាវាឥឡូវណាមានតែភ្លើងមួយយ៉ាងទេធ្វើម៉េចទៅយើងត្រូវតែផ្សព្វផ្សាយជាសាធារណៈថាបើនរណារកឧត្តមឃើញយើងនឹងជូនរង្វាន់គេជាទីគាប់ចិត្តមានតែធ្វើអញ្ចឹងទេប្រហែលជាអាចរកតម្រុយបានខ្លះមកវាប៉ាបានគិតរួចហើយវាមិនងាយដូចជាអញគិតទេអាត្រីពីចាស់លោកពោលថាធ្វើស្រែឲ្យមើលរដូវទុកដាក់កូនចៅឲ្យមើលផៅសន្តានបើអញចេះតែបថុយប្រឋានអញ្ចឹងថ្ងៃក្រោយប៉ាឯងនិយាយនេះល្មមស្ដាប់បានហើយរ៉ាវ៉ូតរើសគូសកមិនមែនជារឿងលេងសើចទេត្រូវសម្លឹងឲ្យបានឆ្ងាយ
ធ្វើស្រែខុសមួយឆ្នាំនៅមួយឆ្នាំរើសប្រពន្ធខុសម្ដងគឺខុសមួយជីវិតណាកូន កូនធំហើយកូនចង់សម្រេចវាសនារបស់កូននៅខ្លួនឯងកូនចង់រស់នៅជាមួយមនុស្សដែលកូនស្រឡាញ់សូមប៉ាម៉ាក់មេត្តាដល់កូនផង មើលឯងដឹងថាអ្វីល្អអ្វីអាក្រក់ហើយឥឡូវនេះនិយាយប៉ាស្ដាប់ទៅមើលតើនាងសចិតានេះវាមានអ្វីពិសេសដែលឯងថាល្អសម្រាប់ឯងខ្លាំងណាស់នោះ នាងល្អចំពោះកូនតាំងតែពីយើងនៅតូចៗដូចគ្នានាងជាស្រីម្នាក់មានចរិតស្លូតបូតរស់រាយរាប់អានមិត្តភ័ក្តិឧស្សាហ៍ព្យាយាមស្គាល់ចាស់ស្គាល់ទុំមានការអត់ធ្មត់ខ្ពស់ទោះជានាងមានការលំបាកយ៉ាងណាក៏ដោយក៏នាងនៅតែរស់រាយមានសង្ឃឹមក្នុងជីវិតហើយនាងចូលចិត្តកូនខ្លាំងណាស់លោកប៉ា នឹងជាលក្ខណៈពិសេសសម្រាប់ឯងនោះមែនទេ បាទប៉ាមនុស្សយើងសំខាន់ខ្លាំងណាស់ត្រង់ថារស់នៅជាមួយគ្នាចេះយល់ចិត្តគ្នាវាប្រសើរណាស់ទៅហើយ តែអ្នកដែលយល់ចិត្តឯងវាបានត្រឹមតែយល់ចិត្តឯងវាគ្មានជួយឯងកើតទេរស់ស៊ីក៏មិនចេះរស់ស៊ីចេះតែរំជើងរំជ្រៀងហើយកាលណាទើបខ្លាចជាអ្នកមាននឹងគេបានទៅ កូនប៉ាឯងនិយាយនឹងគឺមិនចង់ឲ្យឯងលំបាកទៅថ្ងៃក្រោយជីវិតស្រីរបាំគ្មានជាអ្វីផ្សេងក្រៅពីការរំច្រៀងដោយសត្វរែងអញ្ចឹងស្រួលមិនស្រួលលក់ទាំងសម្រាប់ផងក៏មិនដឹងឯងកំខឹងនឹងម៉ាក់ឮគេនិយាយថានាងនោះមានតាចិញ្ចឹមផងបើកូនយកស្រីរបៀបនេះតើឯងមានកិត្តិយសឯណាក្រុមគ្រួសារក៏មិនដឹងជាយកមុខទៅទុកឯណាដែរ កូនយកគេមកធ្វើជាប្រពន្ធមិនមែនយកគេមកព្រោះថាគេជាស្រីរបាំឬក៏ចង់ពឹងពាក់គេឲ្យរកស៊ីចិញ្ចឹមខ្ញុំនោះទេបើខ្ញុំស្រឡាញ់នាងព្រោះនាងជាស្រីរបាំនោះខ្ញុំទៅជួលអ្នករបាំឲ្យគេមករំឲ្យយើងមើលក៏បានដែរតែនេះខ្ញុំចង់បាននាងព្រោះនាងធ្វើឲ្យខ្ញុំស្រឡាញ់ដោយសារតែនាងជាមនុស្សល្អ ណែរហូតនេះឯងធំឆ្អឹងហើយមែនទេបានជាឯងហ៊ានកំហុសអមរឯងបែបនេះធ្វើរឹកបែបនេះដាក់ជើងណាកុំសង្ឃឹមថាយើងទៅដណ្ដឹងនេះនោះឲ្យសោះ នេះរវត្តតាណានឹងកូន ឲ្យគេទៅចុះមិនបាច់ខាត់គេទេនៅក្មេងសោះចង់បានប្រពន្ធ ចាំមិនទៅហើយមកជួយលើកគ្នាបន្តិចមើលដាក់ចតុលមកជួយ ខ្ញុំឈឺណាស់ជើងខ្ញុំ អ្នកនាងចាំមិនទៅហើយ ជើងខ្ញុំ អ្នកនាងយ៉ាងម៉េចហើយ មួយសាច់ញាតិមួយឯង រឿងនោះវាមិនសំខាន់ទេពូសំខាន់ពូជួយរកមធ្យោបាយណាហើយឡើងពេទ្យមកដឹកអ្នកជំងឺអូមើលទៅនាងរបួសធ្ងន់ណាស់ពូបានអាឡូឡានពេទ្យទេរបួសធ្ងន់ណាស់លោកអើយស្លាប់ បាទឥឡូវនេះគឺមានគ្រោះថ្នាក់ចរាចរណ៍នៅលើលេខ155នៅម្ដុំទួលស្វាយព្រៃអ្នករបួសដល់ទៅ2នាក់ឯណោះសូមលោកបញ្ញាបានណា ដល់ហើយឈាមច្រើនណាស់ បាទអរគុណ
អ្នកនាងដឹកខ្លួនឡើងមកហើយបងជួយផងស្លាប់បាត់មាត់ឈឹងទៅហើយកូនចៅអ្នកណាណីទីលោកអើយលោកអូយអាណិតណាស់ មិនអីទេហ៎ពូសូមផ្ញើម៉ូតូផងពូនេះជាការវិស័យរបស់ពូណាបាទពូមិនក្មួយរកម៉ូតូតាក់ទងតាមលេខទូរស័ព្ទនឹងមកណាបាទពូខ្ញុំផ្ញើម៉ូតូផងណាពូហ្នឹងហើយទៅពេទ្យចុះបាទកល្យាណីវាមិនចូលផ្ទះតែម្ដងទេរំខានមែនយីកូននេះរំខានឯងមែនហ្នឹងណាអើយថុញណាស់នេះកល្យាណីនេះវាចេះលេងបាត់ពួនជាមួយអញតកាតកំពុងតែដោះបៀចិត្តរួចហើយហ្នឹងណាជំរាបសួរមីងមួយឯងរនណាគេអត់ទោះណាមីងនេះជាផ្ទះកល្យាណីមែនទេណាមីងចាត្រូវហើយខ្ញុំជាម្ដាយរបស់វាក្មួយឯងរកវាមានការអីហ៎អត់ទេណាមីងខ្ញុំបានជួបកល្យាណីនៅតាមផ្លូវហើយក៏ឃើញនាងមានគ្រោះថ្នាក់ចរាចរណ៍ហើយក៏នាំដំណឹងនេះមកប្រាប់ណាមីងថាម៉េចកល្យាណីមានគ្រោះថ្នាក់ចរាចរណ៍រឿងមួយដោះស្រាយមិនទាន់ចាប់ផងឥឡូវមកដល់រឿងកល្យាណីមានគ្រោះថ្នាក់ចរាចរណ៍ទៀតផ្ដេសផ្ដាស់មែនហើយនេះកូនអ្នកគ្រូប៉ែនកូនខ្ញុំយ៉ាងម៉េចហើយហ្នឹងកុំអារម្មណ៍អីអ្នកស្រីនាងឆ្លងផុតគ្រោះថ្នាក់ហើយព្រោះលោកវេជ្ជបណ្ឌិតបានវះកាត់អបឆ្អឹងជើងដែលបាក់រួចរាល់អស់ហើយកូនម៉ាក់កុំកាត់អីឲ្យសោះណាកូនកូនម៉ាក់ទ្រាំបន្តិចទៅណាមិនអីទេគ្រូជួយមើលសរុបឲ្យបានស្រួលបួលផងអាឡូណាម៉ាក់កូនកំពុងតែមានបញ្ហានៅមន្ទីរពេទ្យថាម៉េចហារ៉ាវុតកូនចឹងមិនទៅឲ្យកូនម៉ាក់កូនមិនអីទេតែកូនកំពុងតែមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាមួយកូនគេម្នាក់ឥឡូវនេះកូនជូនគេ
មកមន្ទីរពេទ្យក្រុងនៅក្បែរផ្ទះរបស់យើងម៉ាក់ មានបញ្ហាធំដុំទេកូនចុះកូនគេយ៉ាងម៉េចហើយ ពេលនេះគេកំពុងតែចេញពីបន្ទប់វះកាន់កំពុងតែនាំគេទៅបន្ទប់សម្រាប់ឲ្យម៉ាក់ អញ្ចឹងបានហើយណាបន្តិចទៀតប៉ាម៉ាក់ទៅដល់ឥឡូវហើយ អ្នកជំងឺត្រូវការសម្រាប់ឲ្យបានច្រើនបើសិនជាអ្នកជំងឺត្រូវការស្រេកទឹកសូមឲ្យតែទឹកក្រូចច្បាច់បន្តិចបន្តួចបានហើយ ចាអរគុណលោកគ្រូប៉ែន បានអរគុណហើយលោកគ្រូប៉ែន អូនណាលោកគ្រូប៉ែនបន្ទប់ណាដែលក្មេងស្រីមានគ្រោះថ្នាក់ចរាចរណ៍នោះ បាទបន្ទប់នេះសូមអញ្ជើញ បាទអរគុណ លោកប៉ាណាម៉ាក់ ជំរាបសួរ ជំ លោក រាប ស្រី សួរលោកស្រី ចូលរួមសោកស្ដាយផងដែលកូនខ្ញុំបង្កឲ្យមានរឿងបែបនេះ សោកស្ដាយវាចិត្តតែសោកស្ដាយហើយតែកូនខ្ញុំមិនដឹងជាយ៉ាងម៉េចទេនេះប្រហែលជាត្រូវពីការអស់មួយជីវិតផងក៏មិនដឹងទេ រវត្តចឹងមិនដែររបួសនេះ មិនអីទេអ្នកម៉ាក់លោកប៉ារបួសដែលធ្ងន់ធ្ងរនោះគឺ មិនអីទេ បាន អាឡូចេតាខ្ញុំកំពុងតែនៅមន្ទីរពេទ្យណា រវត្តអញមានបញ្ហាអីបានជានៅក្នុងមន្ទីរពេទ្យ ខ្ញុំអត់មានបញ្ហាអីទេ ក៏ខ្ញុំបានជួយក្មេងស្រីម្នាក់ គឺមានគ្រោះថ្នាក់ចរាចរណ៍ឥឡូវនេះខ្ញុំនាំគេមកមន្ទីរពេទ្យក្រុង ធ្ងន់ធ្ងរទេតែខ្ញុំអាចជួយអីរវត្តអញបានទេ ធ្ងន់ធ្ងរគួរសមដែរ ចារវត្តអញ អូបន្តិចបន្តួចដែរ ចាំបានហើយខ្ញុំទៅដល់ឥឡូវហើយ អូខេអរគុណច្រើនអូយ អរខ្ញុំសុំទោសចុះលោកស្រីតើលោកប្រុសក៏មិនបានអញ្ជើញមកទេហ៎ អូប៉ាវីគាត់មិនបានចេញមកទេព្រោះគាត់មមាញឹកនឹងការងារខ្លាំងណាស់គ្មានពេលទំនេរសោះព្រោះគាត់ជាមនុស្សមានមុខមាត់ម្នាក់ដែលមន្ត្រីក្រមអាវ៉ាតស្រឡាញ់រាប់អានគាត់ខ្លាំងណាស់ ពុកលីចាំងលោកមកស៊ូទ្រាំរ